សួស្តីអ្នកនាងចែកយោបល់មួយសំណួរសួរថាហេតុអីបានជាអត្រាបោះបង់ការសិក្សានៅមហាវិទ្យាល័យក៏មានកម្រិតខ្ពស់គួរសមដែរជាពិសេសចូលរៀនបានឆ្នាំទី1ឆ្នាំទី2ចាប់ផ្ដើមឈប់ហើយអញ្ចឹងហេតុអីអញ្ចឹងមានកត្តាជាច្រើនមិនដែលខ្ញុំគ្រាន់តែលើកជាកត្តា3ទេបាទកត្តាទី1ពាក់ព័ន្ធទៅនឹងលទ្ធភាពជីវភាពចប់ទី12ភ្លាមសบายពេករត់ចូលពេញមកបើចូលពេញមកបបានេះនោះពេលចូលទៅបានតែមួយឆ្នាំអីចឹងទៅចាយអស់ច្រើនពេកយើងអត់ចេះសំចៃបាទម៉ែឲ្យរត់អត់រួចពិបាកជប់រៀននឹងរឿងទី1រឿងទី2គឺខ្វះសមត្ថភាពគណៈយើងចូលទៅមហាវិទ្យាល័យល្អធំជាច្រើនសមត្ថភាពដែលគ្រឹះពីក្រោមទៅយើងតិចហើយជាពិសេសគឺនៅមហាវិទ្យាល័យល្អគេប្រើភាសាច្រើនហើយគេប្រើបច្ចេកវិទ្យាច្រើនបាទអញ្ចឹងទៅអាហ្នឹងជាហេតុផលដែលរៀនអត់ទាន់គេគឺឈប់រៀនបាត់បង់ឱកាសហេតុផលទី3គឺបាត់ជំនឿចិត្តបាទអាចមួយចំនួនទេគាត់គាត់រៀនទៅអត់មានខ្សែអត់មានបាក់ពួកអញ្ចឹងទៅពិបាករកកន្លែងធ្វើការអញ្ចឹងគាត់ខ្ជិលហើយកន្លែងពេលខ្លះតំណែងខ្លះឃើញបានហ្នឹងដោយសារតែសោកលុយសោកអីទៀតអញ្ចឹងអាហ្នឹងឧទាហរណ៍ណាបើចំណៃមួយធ្វើគាត់ពិបាកដែរអញ្ចឹងជាយោបល់មកវិញរបស់ខ្ញុំគិតថាកុំអាគិតរឿងអស់ហ្នឹងបាទទី1គឺប្រឹងរៀនឲ្យចេះសិនរៀនឲ្យចេះហើយឲ្យចប់ទី1ទី2គឺចូលមហាវិទ្យាល័យល្អភាគច្រើនគឺគេប្រើភាសានិងបច្ចេកវិទ្យាច្រើនអញ្ចឹងយើងត្រូវតែមានគ្រឹះពីក្រោមទៅជារួមមុនចូលមហាវិទ្យាល័យគួរតែឲ្យមានចំណេះដឹងផ្នែកភាសាអង់គ្លេសឲ្យបានគួរសមហើយនឹងចំណេះដឹងផ្នែក technology បច្ចេកវិទ្យាដូចកុំព្យូទ័រអីឲ្យបានគួរសមព្រោះយើងត្រូវដឹងថាទៅរៀនមហាវិទ្យាល័យមិនមែនទៅរៀនអង់គ្លេស ABC ទេហើយក៏មិនមែនទៅរៀន typing ដែរទៅមហាវិទ្យាល័យគេទៅរៀនចំណេះដឹងស្រាវជ្រាវចំណេះដឹងបញ្ញាបត្រមិនមែនទៅរៀន typing អង់គ្លេសហើយមិនមែនទៅរៀន ABC ទេទៅចាំអញ្ចឹងបើយើងទៅឡើងទៅ level រៀនអង់គ្លេស level រៀន ABC យើងចាញ់គេហើយណាដល់អត់ទាន់គេទេហ្នឹងជាយោបល់របស់ខ្ញុំអរគុណមួយ